ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីអាយដាមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនអាយដាមសេនស៊ីហូតរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដនិងគ្រឿងញៀនក្នុងវិស័យសាធារណការនិងដឹកជញ្ជូនអមដំណើរដោយអាយដាមម៉ាស៊ុនហួតនិងអាយដាមប៉ាត្រីប៉ាស្តានអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដហៅកាត់ថា AHF ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគអេដនិងជំងឺអេដនិងកាមរោគក្នុងការឆ្លើយតបតាមវិស័យសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី19ថ្ងៃទី20ខែឧសភាឆ្នាំ2025បានចុះផ្សព្វផ្សាយដល់មន្ត្រីរាជការបុគ្គលិកនិងកម្មករឲ្យបានយល់ជ្រួតជ្រាបអំពីការទប់ស្កាត់ការរីករាលដាលមេរោគអេដនិងជំងឺអេដផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងបញ្ហាការពារជំងឺ Covid នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិនខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងគោលបំណងនៃការចុះផ្សព្វផ្សាយនេះគឺធ្វើឡើងដើម្បីជាការក្រើនរំលឹកដល់មន្ត្រីរាជការបុគ្គលិកនិងកម្មករបម្រើការនៅមន្ទីរសាធារណការនិងដឹកជញ្ជូននៃខេត្តនីមួយៗចូលរួមការពារទប់ស្កាត់ការចម្លងមេរោគអេដនិងជំងឺអេដជៀសផុតពីការប្រើប្រាស់គ្រឿងញៀននិងការពញាក់ស្មារតីឲ្យមានការប្រុងប្រយ័ត្នបានខ្ពស់ចំពោះបញ្ហាការធ្វើដំណើរទៅគ្រប់ទីកន្លែងមានស្មារតីទទួលខុសត្រូវរក្សាសុខសុវត្ថិភាពជាចំណែកក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នាអាដាមរដ្ឋលេខាធិការបានថ្លែងអំណរគុណនិងបាននាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីអាយដាមពេញពូនីជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកនិងកម្មករបម្រើការនៅមន្ទីរសាធារណការនិងដឹកជញ្ជូននៅខេត្តនីមួយៗដែលតែងតែខិតខំយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចការងារអាដាមរដ្ឋលេខាធិការបានអំពាវនាវសូមឲ្យមានការចូលរួមគោរពអនុវត្តទាំងអស់គ្នាគឺត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនចូលរួមការពារទប់ស្កាត់ការចម្លងមេរោគអេដនិងជំងឺអេដត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់គ្នាអាដាមបានមានប្រសាសន៍ជំរាបជូនថាដោយនីតិកាលមុនដែរសម្រាប់នីតិកាលទី7នៃរដ្ឋសភានេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃប៉ិនប្រសប់និងធម៌ពលរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺជាអាទិភាពដ៏សំខាន់របស់ខ្លួនហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញនៅវិធានការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10ផងដែរដូចនេះដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាលក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារនិងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការស៊ីវិលរាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនៅវិធានការដល់ម៉ឺងម៉ាត់3ដាច់ខាតរួមមាន1ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិលមន្ត្រីនគរបាលជាតិយោធិនព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមអាវ៉ាត់របស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬមានពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ពីគ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចាត់វិធានការបញ្ចប់តំណែងនិងត្រូវដកចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីរាជការស៊ីវិលមន្ត្រីនគរបាលជាតិនិងយោធិនព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬមានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់និង3ការអនុវត្តទណ្ឌកម្មខាងវិន័យនេះពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់និងបទបញ្ញត្តិជាធរមានឡើយគ្រប់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់ដែលឡាយតាក់ទងទៅនឹងបញ្ហាមេរោគអេដជំងឺអេដអាដាមសេនស៊ីហូតមានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដបានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការប្រយុទ្ធនឹងការរីករាលដាលមេរោគអេដនិងជំងឺអេដដែលបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ញកោណហើយក៏បានគាំទ្រទៅនឹងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយនិងពហុវិស័យដែលឡែកក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្កើតនៅផែនការប្រតិបត្តិសកម្មភាពការងារដោយមានការផ្ដល់ផ្នែកបច្ចេកទេសពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដក្នុងការផ្ដល់ចំណេះដឹងដល់ក្រុមការងារអេដថ្នាក់ក្រោមជាតិឲ្យមានសមត្ថភាពនិងបំណិនក្នុងការចូលរួមអប់រំផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលមេរោគអេដនិងជំងឺអេដនិងគ្រឿងញៀនព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងសកម្មតាមរយៈវិស័យសាធារណការនិងដឹកជញ្ជូន